ស្រួយស្រាប់ពណ៌សម្បល់ផ្សៅបានណាកំតែស្រួយស្រាប់ឆ្ងាញ់សាហាវបងប្អូនអរគ្នាទៀតមើលពីវិធីធ្វើចាសួស្តីបងប្អូនទាំងអស់គ្នានេះជាវិធីធ្វើម៉ាំល្ហុងរបស់ខ្ញុំជាដំបូងគឺខ្ញុំយកកំពឹស500ក្រាមមកប្រឡាក់ជាមួយនឹងអំបិលអត់អ៊ីយ៉ូតចំនួន30ក្រាមខ្ញុំប្រើអំបិលអត់អ៊ីយ៉ូតសម្រាប់ប្រឡាក់ផ្អកម៉ាំធ្វើប្រហុកហើយនឹងក៏ត្រីងៀតផងដែរដោយសារវាមានលក្ខណៈប្រៃជាងអំបិលដែលមានអ៊ីយ៉ូតបន្ទាប់មកទៀតខ្ញុំប្រើល្ហុងចិតជាចំណិតដែលខ្ញុំចូលចិត្តមកលាងទឹកឲ្យស្អាតរួចហើយត្រាំប្រហែលជា1ម៉ោងបាទខ្ញុំស្រង់ឡើងលាងម្ដងទៀតហើយយកទៅដាក់ហាលថ្ងៃចំនួន3ម៉ោងការហាលថ្ងៃគឺដើម្បីឲ្យល្ហុងកាន់តែស្រួយពេលល្ហុងគ្រប់ម៉ោងហើយខ្ញុំក៏ចាប់ផ្ដើមលីងអង្ករលីងការលីងអង្ករលីងហ្នឹងគឺយើងត្រូវប្រើភ្លើងតិចបំផុតហើយអត់ធ្ងន់បំផុតដើម្បីឲ្យអង្ករលីងយើងឆ្អិនសព្វល្អបន្ទាប់មកទៀតខ្ញុំប្រើស្ករត្នោតចំនួន100ក្រាមកូរឲ្យឡើងជើងក្រងរួចខ្ញុំចាក់ទឹកចំនួន1កែវចូលឲ្យវាពុះសព្វល្អហើយបិទភ្លើងខ្ញុំប្រើរំដេង100ក្រាមបុកឲ្យវាឲ្យឡើងបែកប៉ុណ្ណឹងបានហើយខ្ញុំត្រីហ្មងខ្ញុំធ្វើអញ្ចឹងបើនៅចិត្តម៉ែដល់ត្រូវកញ្ញដោយសាររំដេងខ្ញុំបុកដោយអត់ចិត្តសបកហើយអង្គលីងខ្ញុំបុកអត់សូវម៉ត់ហ្មងទេបងប្អូនខ្ញុំនៅតែលួចសរសើរម៉ែខ្ញុំគាត់ធ្វើផ្ចិតចង់ល្អណាគាត់មិនឈិនឆៃដូចខ្ញុំជាកូននេះទេបងប្អូនទាំងអស់គ្នាឥឡូវនេះទឹកស្កររៀងចុះត្រជាក់បន្តិចហើយខ្ញុំក៏ចាប់ដាក់អង្គលីងចូលហើយដាក់រំដេងចូលកូរវាឲ្យសព្វគ្នាមកបន្ទាប់មកទៀតយើងចាក់កំពឹសដែលយើងប្រឡាក់ទុកពីព្រឹកហ្នឹងចូលកូរច្បល់វាឲ្យសព្វមកសឹមយើងដាក់ល្ហុងម្ដងបន្តិចហើយយើងប្រើដៃច្បាច់វាពីលើចុះក្រោមពីក្រោមឡើងលើធ្វើយ៉ាងណាឲ្យអស់ល្ហុងហើយឲ្យសព្វសាច់ចូលគ្នាតែម្ដងហើយពេលយើងច្បល់សព្វសាច់ហើយគឺសាច់ល្ហុងវាចាប់ផ្ដើមរាងទន់ជាងមុនបន្តិចហើយក៏ចេញទឹកច្រើនជាងមុនដែរពេលហ្នឹងហើយគឺយើងអាចញាត់កែវបានពេលដែលយើងញាត់កែវគឺញាត់ធ្វើយ៉ាងណាឲ្យណែនយើងប្រើដៃសកត់ផងយកវែកមកសកត់វាទៀតសកត់វាឲ្យហើយថ្ងៃនេះខ្ញុំប្រើកែវជ័រទេដោយសារម៉ាំល្ហុងនេះគឺទុករយៈពេលតែ2យប់យើងអាចញ៉ាំបានហើយមិនចាំបាច់ត្រូវតល់តែប្រើកែវថ្មបើយើងអាចធ្វើបានទេបងប្អូនទាំងអស់គ្នាចាឥឡូវនេះ2យប់កន្លងផុតទៅហើយម៉ាំយើងគឺចាប់ផ្ដើមកាច់ជូរហើយគឺល្មមញ៉ាំបានហើយបងប្អូនហើយនិយាយពីថាម៉ាំល្ហុងនឹងត្រូវគ្នាជាមួយត្រីអាំងហ្មងបងប្អូនជាពិសេសត្រីដណ្ដៃអូឆ្ងាញ់ណាស់បងប្អូនអើយសាកធ្វើតាមខ្ញុំទៅគឺឆ្ងាញ់សាហាវតែម្ដងនេះបងប្អូនចាអញ្ចឹងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូនាងខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នានឹងមានសុខភាពល្អហើយអ្វីដែលជាពិសេសដែលជាការសុំរបស់ពួកយើងទាំងអស់គ្នាគឺគ្រប់គ្នាតែម្ដងគឺសូមឲ្យប្រទេសខ្មែររបស់យើងមានសុខសន្តិភាពជារៀងរហូតណាបងប្អូនទាំងអស់គ្នាហើយបើបងប្អូនចូលចិត្តវីដេអូខ្ញុំសូមកុំភ្លេចចុច like និង follow នាងខ្ញុំផងណាដើម្បីទទួលបានវីដេអូថ្មីអរគុណច្រើនជម្រាបលា See you next video